កណាគុណចាស់ឥឡូវថ្ងៃនេះយើងសិក្សាទៅលើgrammar ណា grammar part 2 learning grammar part 2នៅក្នុងថ្ងៃនេះនៅចំណុចលេខ1រមាំងនេះគឺយើងសិក្សាអំពីរបៀបនៃការប្រើប្រាស់ណាការ present simple បាទការ present simple អញ្ចឹងនៅក្នុងលក្ខណៈឬក៏របៀបនៃការប្រើប្រាស់ទៅលើការ present simple បាទការ present simple នេះអញ្ចឹងយើងមើលនៅក្នុងនេះអញ្ចឹងយើងមើលទី1ទី1លក្ខខណ្ឌនៃការប្រើប្រាស់ការ present simple ទី1now you talk about daily routine or habit okay you talk about daily okay daily routine or habit okay or habit មានន័យថាលក្ខខណ្ឌទី1នៃការប្រើប្រាស់ទៅលើការ present simple គឺយើងនិយាយអំពីសកម្មភាពប្រចាំថ្ងៃឬក៏ជាទម្លាប់ប្រចាំថ្ងៃអូខេពាក្យថាroutine នេះគឺស្មើនឹងពាក្យ activity បាទគឺទម្លាប់ណាប្រចាំថ្ងៃឬក៏សកម្មភាពប្រចាំថ្ងៃហើយនឹងទម្លាប់ប្រចាំថ្ងៃរបស់យើងអញ្ចឹងយើងមើលនៅទីនេះពាក់ព័ន្ធនឹង example ណា she goes ណា she goes ណា to the gym every morning every morning គាត់ធ្វើដំណើរទៅកន្លែងក្លឹបហាត់ប្រាណជារៀងរាល់រាល់ព្រឹកបាទជារៀងរាល់ព្រឹកអញ្ចឹងយើងមើល she goes បាទ she goes បាទ she goes to the gym every morning okay one more example he watch television every night he watch television every night ណាគាត់មើលទូរទស្សន៍ជារៀងរាល់យប់គាត់មើលទូរទស្សន៍ជារៀងរាល់យប់អញ្ចឹងនៅក្នុងលក្ខខណ្ឌទី1នៃការប្រើប្រាស់ទៅលើការ present simple នេះគឺគេនិយាយអំពីទម្លាប់ឬក៏សកម្មភាពប្រចាំថ្ងៃបាទ number 2 you talk about general truth or fact you talk about general truth or fact លក្ខខណ្ឌទី2នៃការប្រើប្រាស់ទៅលើការ present simple គឺគេនិយាយអំពីណាហេតុការណ៍អ្វីមួយដែលវាកើតឡើងជាក់លាក់បាទពិតប្រាកដបាទជាទូទៅនោះគឺជាក់លាក់ពិតប្រាកដហេតុការណ៍ឬក៏ព្រឹត្តិការណ៍បាទ fact បាទ fact ចឹងយើងមើលជា example the sun rises in the east and set in the west the sun rises in the east and sets in the west អូខេព្រះអាទិត្យរះនៅទិសខាងកើតហើយលិចទៅវិញនៅទិសខាងលិចបាទនេះគឺជាទស្សនវិជ្ជាជាក់លាក់បាទពិតប្រាកដអញ្ចឹងព្រះអាទិត្យគឺរះនៅទិសខាងកើតហើយលិចទៅវិញនៅទិសខាងលិចបាទthe waters boil the water boil at 100 degrees Celsius the waters boil at 100 Celsius 100 degrees Celsius ទឹកពុះនៅកម្រិត100អង្សាសេបាទនេះគឺជាទស្សនវិជ្ជាជាក់លាក់ទៅលើធម្មជាតិដែលវាកើតឡើងជាទូទៅចឹងទឹកពុះនៅកម្រិត100អង្សាសេបាទនៅកម្រិត100អង្សាសេ 2 plus 2
make 4 ok 2 bộtនឹង 2 ស្មើនឹង 4 ok 2បូកនឹង 2 ស្មើនឹង 4 បាទហ្នឹងគឺវាជាតថភាពជាក់លាក់បាទវាអាចកែបានបាទអញ្ចឹង 2 បូកនឹង 2 គឺស្មើនឹង 4 ហ្នឹងគឺជាលក្ខខណ្ឌនៃការប្រើប្រាស់ទី 2 you talks about general truth and fact អូខេឥឡូវយើងមើលទៅលើ number 3 ការប្រើប្រាស់ present simple you talk about schedule event or timetable អូខេអញ្ចឹងនៅក្នុងលក្ខខណ្ឌទី 3 គឺគេនិយាយអំពី schedule បាទ schedule event ឬក៏ timetable អញ្ចឹងនៅក្នុងលក្ខខណ្ឌទី 3 នេះគឺកាល present simple ប្រើនៅក្នុងលក្ខខណ្ឌទី 3 ពាក់ព័ន្ធជាមួយនឹងជាកាលវិភាគឬក៏ពាក់ព័ន្ធជាមួយនឹងតារាងពេលវេលាឬក៏ពេលវេលាឥឡូវយើងមើល example the train leaves at 7 p.m. បាទរថភ្លើងគឺវាចាក់ចេញទៅនៅវេលាម៉ោង 7 ល្ងាចបាទម៉ោង 7 ល្ងាចឃើញទេម៉ោង 7 ល្ងាច your exam starts at 9 a.m. បាទការប្រឡងរបស់អ្នកនឹងចាប់ផ្ដើមទៅនៅវេលាម៉ោង 9 ព្រឹកបាទអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹង schedule ឬក៏ timetable អូខេ at 7 p.m. at 9 a.m. ហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងschedule ឬក៏ពាក់ព័ន្ធជាមួយនឹង timetable ដែលយើងប្រើប្រាស់នៅក្នុងលក្ខខណ្ឌទី 3 នៃការ present simple អូខេលក្ខខណ្ឌទី 4 នៃការប្រើប្រាស់ទៅលើការ present simple you describe the feeling short or opinion បាទ you describe the feeling short or opinion នៅក្នុងលក្ខខណ្ឌទី 4 នៃការប្រើប្រាស់ទៅលើការ present simple នេះគឺគេនិយាយអំពីការបរិយាយបាទ describe បរិយាយទៅលើ feeling អារម្មណ៍ short ពាក់ព័ន្ធជាមួយនឹងការគិត opinion ពាក់ព័ន្ធជាមួយនឹងទស្សនៈពាក់ព័ន្ធជាមួយនឹងទស្សនៈពាក់ព័ន្ធទស្សនៈឥឡូវយើងមើលជា example I like coffee ឃើញទេ I like coffee ខ្ញុំចូលចិត្តកាហ្វេនេះពាក់ព័ន្ធជាមួយនឹងអារម្មណ៍របស់យើងដែលយើងចូលចិត្តបាទ I like coffee អូខេ I feel angry ខ្ញុំមានអារម្មណ៍ថាខឹងអូខេខ្ញុំមានអារម្មណ៍ថាខឹងអញ្ចឹងនៅក្នុងលក្ខខណ្ឌទី 4 ការ present simple នេះគឺយើងប្រើប្រាស់ដោយពាក់ព័ន្ធជាមួយនឹង feeling ពាក់ព័ន្ធជាមួយនឹង short ពាក់ព័ន្ធជាមួយនឹង opinion បាទ opinion feeling នេះពាក់ព័ន្ធជាមួយនឹង happy ពាក់ព័ន្ធជាមួយ sad ពាក់ព័ន្ធជាមួយនឹង angry ណា anxiety អីចឹងទៅហ្នឹងពាក់ព័ន្ធជាមួយនឹងអារម្មណ៍របស់យើងបាទអូខេលក្ខខណ្ឌទី 4 នៃការប្រើប្រាស់ទៅលើការ present simple នៅក្នុងចំណុចទី 5 នេះ you talks about permanent situation នៅក្នុងលក្ខខណ្ឌទី 5 នេះគឺយើងនិយាយពាក់ព័ន្ធជាមួយនឹង permanent ណា situation អីគេទៅ permanent situation គឺគេសំដៅទៅលើស្ថានភាពមួយដែលវាជាក់លាក់បាទដែលវាឋិតថេរ permanent ប្រែថាឋិតថេរបាទប្រែថាទៀងទាត់ example he works in the bank he works in a bank បាទ in a bank he lives in London he lives in London she doesn't like mushroom she doesn't like mushroom អូខេ mushroom បាទគាត់មិនចូលចិត្តផ្សិតអូខេនេះគឺពាក់ព័ន្ធជាមួយនឹង permanent បាទនៅក្នុងលក្ខខណ្ឌទី 5 នៃការប្រើប្រាស់ទៅលើការ present simple របស់យើងគឺពាក់ព័ន្ធជាមួយនឹង permanent situation បាទអញ្ចឹងនៅក្នុងវិធីសាស្ត្រនៃការប្រើទៅលើការ present simple គឺមាន 5 ចំណុចដែលខ្ញុំបានលើកឡើងមកពីខាងដើមចំណុចលេខ 1 គឺ
គេនិយាយអំពីសកម្មភាពណាឬក៏ពាក់ព័ន្ធជាមួយទម្លាប់ដែលវាកើតឡើងបាទសកម្មភាពឬក៏ទម្លាប់ដែលវាកើតឡើងបាទដែលកើតឡើងរីឯចំណុចទី2គេនិយាយទៅលើហេតុការណ៍អ្វីមួយដែលវាកើតឡើងពិតប្រាកដជាក់លាក់បាទជាក់លាក់ហើយចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងschedule event ឬក៏ timetable ហើយចំណុចទី4គឺពាក់ព័ន្ធជាមួយនឹង feeling short opinion ហើយនៅក្នុងចំណុចទី5នៃការប្រើប្រាស់ទៅលើការ present simple គឺវាពាក់ព័ន្ធជាមួយនឹង permanent situation ស្ថានភាពឬក៏ស្ថានភាពអ្វីមួយដែលវាថិតថេរបាទកើតឡើងមកថិតថេរបាទអូខេនៅក្នុងចំណុចលេខ2រម៉ាំងធំគឺខ្ញុំកណាច្បាត់សូមបង្កើនពាក់ព័ន្ធជាមួយនឹង structure ណារបស់ការ present simple យើងប្រើវាថាជា structure ក៏បានឬក៏ជាទូទៅយើងនិយាយថាជា form បាទជួនកាលគេប្រើជា structure ឬជួនកាលទៀតគេប្រើវាជា form of present simple បាទ structure of present simple ក៏បានឬក៏ជា form of present simple ក៏បាននៅក្នុងទម្រង់នៃការប្រើប្រាស់ទៅលើការ present simple គឺគេប្រើវាមានជា3ទម្រង់ឥឡូវទី1គឺពាក់ព័ន្ធជាមួយនឹង affirmative sentence affirmative sentence គឺយើងបាន subject plus verb 1 plus object អញ្ចឹងគឺយើងបាន subject plus verb 1 plus object ឥឡូវយើងមើលជា example she teach English អូខេ she teach English បាទគាត់បង្រៀនភាសាអង់គ្លេសអញ្ចឹង she ទីនេះគឺវាដើរតួជា subject ដើរតួជា subject រីឯ teach ទីនេះគឺជា verb 1អញ្ចឹង teach គឺជាកិរិយាសព្ទបង្គោលមួយដែលវាបញ្ចប់ទៅដោយ ch អញ្ចឹងនៅពេលណាដែលយើងប្រើប្រាស់វាជាមួយនឹង third person singular ដែលមាន he មាន she មាន it ពពួកនេះគេឲ្យឈ្មោះថា third person singular អញ្ចឹងកាលណាបើប្រើជាមួយនឹងកិរិយាសព្ទបង្គោលណាឬក៏យើងថា simple verb ដែលបញ្ចប់ទៅដោយ ch គឺយើងត្រូវបន្ថែម es នៅខាងចុងកន្ទុយវាអញ្ចឹងបានយើងឲ្យវាជាពពួក verb 1គឺជាពពួកកិរិយាសព្ទនេះវាត្រូវប្រែប្រួលទៅតាមបទប្រធានរីឯ English នេះវាដើរតួជា object ដើរតួជា object she teach English she teach English គាត់បង្រៀនភាសាអង់គ្លេសអូខេ one more they learns ខ្មែរ subject they learns ខ្មែរ subject អញ្ចឹង they ទីនេះដើរតួជា subject រីឯ learn វាគឺជាពពួកsimple verb ឬក៏ជាពពួកកិរិយាសព្ទបង្គោលខ្មែរ subject ទីនេះដើរតួជា object ប៉ុន្តែទីនេះយើងមើល learn ទីនេះអត់មានការថែម es ឬក៏អត់មានការថែម s ទេដោយសារតែវាប្រើជាមួយនឹងបទប្រធានវាគឺ they នេះវាមិនមែនជាពពួក third person singular ហើយកិរិយាសព្ទដែលប្រើជាមួយវានេះក៏មិនចាំបាច់ថែម s ឬក៏ថែម es ដែរអូខេអញ្ចឹងនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹង affirmative គឺជាទម្រង់ស្របឥឡូវយើងមើលទី2គឺយើងសិក្សាទៅលើ negative sentence negative sentence គឺយើងប្រែថាជាទម្រង់បដិសេធនៅក្នុង structure នៃការប្រើប្រាស់របស់ការ present simple គឺយើងបាន subject plus do ឬក៏ does plus not plus infinitive verb បាទ plus infinitive verb plus object បាទ plus infinitive verb plus object អូខេអញ្ចឹងយើងមើលនៅកន្លែងនេះ do ហើយនឹង does នេះនៅក្នុងការ present simple ដោយយើងពុំអាចយកកិរិយាសព្ទបង្គោលឬក៏យើងឲ្យឈ្មោះតែពពួក simple verb នេះមកធ្វើជាទម្រង់បដិសេធឬក៏ទម្រង់សំណួរបានទេអញ្ចឹងលុះត្រាតែយើងយកពពួក auxiliary verb គឺមាន do ហើយនឹង does
មាន do ហើយនឹង dash do ហើយនឹង dash នេះគេឲ្យឈ្មោះថាជាពពួក auxiliary verb ឬក៏យើងនិយាយថាជាពពួកកិរិយាសព្ទជំនួយយកមកប្រើប្រាស់នៅក្នុងទម្រង់បដិសេធនេះដើម្បីធ្វើឲ្យទម្រង់ប្រយោគនេះឲ្យវាคล้ายទៅជាទម្រង់ប្រយោគបដិសេធព្រោះ simple verb នៅក្នុងការ present simple มันអាចធ្វើទម្រង់នោះឲ្យទៅជាបដិសេធឬក៏សំណួរបានទេអញ្ចឹងលុះត្រាតែយើងយកកិរិយាសព្ទជំនួយនេះមកជួយនៅក្នុងទម្រង់ប្រយោគនេះឲ្យទៅជាទម្រង់បដិសេធឥឡូវយើងមើលជា example នៅកន្លែងនេះខ្ញុំកណ្ដាលខ្ញុំបានជូនជា example ចំនួន3ប្រយោគទី1 she dash not run in the parks បាទគាត់មិនបានរត់នៅក្នុងទីធ្លាទេបាទនៅក្នុងទីធ្លាទេ he does not play football with friends គាត់មិនបានលេងបាល់ទាត់ជាមួយនឹងមិត្តភក្តិទេណា they do not do their homework ណាពួកគេគឺមិនបានធ្វើកិច្ចការងារផ្ទះរបស់ពួកគេទេបាទអញ្ចឹងនៅក្នុងទម្រង់នេះគឺជាទម្រង់បដិសេធនៅក្នុងនេះយើងអាចប្រើជានេះគេអាចធ្វើទៅ long form គឺជាទម្រង់វែង long form បាទនេះជាទម្រង់ long form ប៉ុន្តែក៏យើងអាចប្រើជាទម្រង់ short form ដែរដែលយើងប្រើdash not នេះឲ្យទៅជា dashen ណា do not នេះឲ្យទៅជា done ហ្នឹងគឺជាទម្រង់ short form បាទទម្រង់ short form បាទអញ្ចឹងនៅកន្លែងនេះទី2នេះគឺយើងសិក្សាទៅលើទម្រង់បដិសេធដែលយើងប្រើប្រាស់វានៅក្នុងការ present simple ដែលយើងលើកយកនៅពពួក auxiliary verb មាន do dash នេះមកធ្វើជាកិរិយាសព្ទជំនួយបាទនៅក្នុងចំណុចលេខ3នេះគឺពាក់ព័ន្ធជាមួយនឹង interrogative sentence បាទ interrogative sentence interrogative sentence គឺជាទម្រង់ប្រយោគសំណួរនៅក្នុងទម្រង់ប្រយោគសំណួរយើងអាចបែងវាជាពីរទី1គេឲ្យឈ្មោះថាជា yes no question ណាហើយទី2គេអាចឲ្យឈ្មោះវាថាជាពពួក WH question ឬក៏យើងហៅវាថាជាពពួក question word ក៏បានដែរបាទជា question word ក៏បានដែរអញ្ចឹងយើងត្រូវយល់ថាទម្រង់ yes no question គឺជាទម្រង់មួយដោយផ្ដើមឡើងដោយពពួក auxiliary verb ឬក៏ផ្ដើមឡើងដោយពពួក modal verb បាទអញ្ចឹងនៅក្នុងទីនេះគឺយើងយក auxiliary verb មាន do មាន does ផ្លាស់ជាមួយនឹង subject ផ្លាស់ជាមួយនឹង infinitive verb ហើយយើងផ្លាស់វាជាមួយនឹង object ផ្លាស់ជាមួយនឹង question mark បាទ question mark ឥឡូវយើងមើលជា example does she speak English does she speak English អូខេតើគាត់និយាយភាសាអង់គ្លេសឬអញ្ចឹងចម្លើយយើងអាចឆ្លើយ yes ហើយនិង no អញ្ចឹងនៅពេលណាដែលយើងឆ្លើយពាក្យថា yes គឺ yes she does yes she does បាទ yes she does អូខេប៉ុន្តែបើយើងប្រើពាក្យថា no គឺយើងអាចប្រើថា no she doesn't no she doesn't នេះគឺជាទម្រង់ខ្លីដែលយើងឆ្លើយពាក់ព័ន្ធនឹង yes no question អូខេ one more do you go to supermarket do you go to supermarket អូខេអញ្ចឹងចម្លើយបើយើងឆ្លើយ no no I don't no I don't បើយើងឆ្លើយទៅ yes គឺ yes I do yes I do បាទទម្រង់នេះគឺជាទម្រង់ yes no question អូខេឥឡូវយើងមើលទី2គឺជាទម្រង់ប្រយោគបែប question word ឬក៏ហៅថាWH question WH question គឺយើងបាន WH ផ្លាស់ជាមួយនឹង do ឬក៏ does ផ្លាស់ subject ផ្លាស់ infinitive verb ផ្លាស់ object ផ្លាស់ question mark ឥឡូវ example អូខេ example what do you study what do you study អញ្ចឹងបើសិនជាយើងប្រើជាចម្លើយ what do you study បើយើងឆ្លើយថា I study math ឬក៏ I study English បាទចម្លើយគឺចឹងមិនមែនយើងឆ្លើយ yes no ទេគឺយើងឆ្លើយថា I study math I study English អូខេwho does she speak to តើគាត់និយាយទៅកាន់នរណាគេបាទតើគាត់និយាយទៅកាន់នរណាគេអញ្ចឹងចម្លើយគឺត្រូវការការបរិយាយការឆ្លើយដើម្បីពន្យល់ទៅលើសំណួរហ្នឹងបាទអូខេ one more where does she go to where does she go to បាទតើគាត់ធ្វើដំណើរទៅទីកន្លែងណា
អូខេអញ្ចឹងទម្រង់ទាំង3ខាងក្រោមនេះគេឲ្យឈ្មោះថាជាទម្រង់ WA question ដែលផ្ដើមឡើងដោយពពួក W បាទ W អូខេបាទនៅក្នុងចំណុចលេខ3រ៉ូម៉ាំងធំនេះពាក់ព័ន្ធនឹង regular verb បាទ regular verb គឺពពួកកិរិយាសព្ទដែលមិនមានការប្រែប្រួលអញ្ចឹងនៅក្នុងចំណុចទី3ធំរ៉ូម៉ាំងនេះគឺយើងមានលក្ខណៈនៃការសម្គាល់ចំពោះការថែម s ឬក៏ es ទៅលើពពួក verb 1ដែលយើងប្រើវានៅក្នុងទម្រង់ affirmative sentence ឬក៏យើងហៅវាថាជាទម្រង់របស់ទម្រង់ positive sentence បាទឥឡូវយើងមើលនៅកន្លែងនេះថា add អូខេ add or ash to the best form as the verb បាទនៅក្នុងលក្ខខណ្ឌទី1នៃការប្រើប្រាស់ទៅលើការ present simple នេះគឺយើងថែម s ទៅលើកិរិយាសព្ទបង្គោលបាទកិរិយាសព្ទបង្គោលអឺទៅលើកិរិយាសព្ទបង្គោល best form as the verb គឺថាកិរិយាសព្ទបង្គោលរបស់វាឥឡូវយើងមើល example he plays soccer បាទ he play soccer ណាគាត់លេងបាល់ទាត់អញ្ចឹងនៅកន្លែងនេះគឺយើងថែម s ដោយសារតែយើងប្រើវានៅជាមួយនឹង third person singular មាន he she it អញ្ចឹង play ទៅនេះគេឲ្យឈ្មោះថាជាពពួក best form នៅពេលដែលយើងប្រើវាជាមួយនឹងបរិសុទ្ធទី3 ឯកវចនៈអញ្ចឹងនៅកន្លែងនេះគេឲ្យយើងថែម s បាទយើងថែម s នៅខាងក្រោយ play ថែម s អូខេ one more it rains a lot in spring បាទ it rains a lot in spring បាទអញ្ចឹងយើងមើល rains rain នេះគឺយើងថែម s ហើយបើយើងថែម s ដោយសារតែវាជា best form ណា as the verb ហើយយើងប្រើវាជាមួយនឹងពពួក third person singular ចឹងហើយបានជាយើងថែម s នៅខាងក្រោយកិរិយាសព្ទបាទនៅខាងក្រោយកិរិយាសព្ទអូខេនៅកន្លែងនេះក៏ដូចគ្នាដែរ she writes email she writes email បាទអញ្ចឹងគឺយើងថែមវាគេថែម s នៅខាងក្រោយbest form as the verb ដោយសារតែយើងប្រើវាជាមួយនឹង third person singular អូខេ third person singular មានអីគេគឺមាន he បាទមាន he អូខេមាន he មាន she មាន she អូខេហើយនឹង it បាទហើយនឹង it បាទអញ្ចឹងទាំង3នេះគឺគេឲ្យឈ្មោះថាជាពពួក third person singular អញ្ចឹងរាល់ best form as the verb កិរិយាសព្ទបង្គោលទាំងឡាយណាដែលប្រើជាមួយនឹង third person singular គឺយើងត្រូវថែម s អញ្ចឹងនៅក្នុងលក្ខខណ្ឌទី1អូខេ one more ឥឡូវយើងមើលទៅលើលក្ខខណ្ឌទី2លក្ខខណ្ឌទី2គេឲ្យយើងថែម es បាទថែម es for the verb ending in ash បាទ ash sh ch o ណា h or z or z អញ្ចឹងនៅក្នុងលក្ខខណ្ឌទី2គេឲ្យយើងបន្ថែមes ទៅលើពពួកកិរិយាសព្ទទាំងឡាយណាដែលវាបញ្ចប់ទៅដោយ s sh ch o h or z អូខេនៅខាងក្រោមនេះគឺខ្ញុំកណ្ដាលខ្ញុំបាទសូមបង្កើនជា example ចំនួន5ប្រយោគណាឥឡូវយើងមើល he passes the ball he passes the ball ឥឡូវយើងមើល passes pass នេះគឺជាពពួក verb មួយដែលវាបញ្ចប់ទៅដោយពពួកអក្សរ s បាទអញ្ចឹងកាលណាបើយើងប្រើវាជាមួយនឹងបរិសុទ្ធទី3ណាឯកវចនៈអញ្ចឹងនៅកន្លែងនេះគឺវាបញ្ចប់ទៅដោយ s គឺយើងថែម es បាទថែម es អូខេប្រយោគទី2 she makes the ingredient for the cake អូខេអញ្ចឹងយើងមើល make ណាកិរិយាសព្ទ make នេះគឺជាកិរិយាសព្ទដែលបញ្ចប់ទៅដោយអក្សរ h អញ្ចឹងកាលណាបើយើងប្រើវាជាមួយនឹងthird person singular កន្លែងនេះគឺយើងថែម es
បាទ es បាទ es បាទ Korean ទីនេះយើងប្រើថាគ្រឿងផ្សំបាទ គ្រឿងផ្សំ she makes ingredient for the cake បាទប្រយោគទី3 he fetch the watch បាទ he fetch the watch fetch នេះគឺជា verb មួយដែលវាបញ្ចប់ទៅដោយអក្សរ h បាទអក្សរ h នេះអញ្ចឹងកាលណាបើប្រើជាមួយនឹងបរិបទទី3នៅកន្លែងនេះគឺយើង type es បាទអញ្ចឹង watch ទីនេះជា noun បាទមិនជា verb ទេណាជា noun បើជា noun យើងប្រើវាថាជានាឡិកាដៃបើជាកិរិយាសព្ទយើងប្រើថាមើលអញ្ចឹង watch ទីនេះគឺវាដើរតួជានាមជា noun បាទអញ្ចឹងគាត់ជួសជុលនាឡិកាដៃបាទ he fetch the watch បាទ the watch អញ្ចឹង fetch នេះគឺជា verb មួយដែលវាបញ្ចប់ទៅដោយអក្សរ h អញ្ចឹងយើង type es ហើយនេះបើយើង type es ដោយសារតែយើងប្រើវាជាមួយនឹងthird person singular បាទប្រយោគទី4 it buzzes loudly អូវាបន្លឺសំឡេងខ្លាំងឥឡូវយើងមើល buzzes នេះគឺជា verb មួយដែលវាបញ្ចប់ទៅដោយ z បាទ z ឬក៏ z បាទអញ្ចឹងកាលណាបើយើងប្រើវាជាមួយនឹងអីគេជាមួយនឹង it នេះវាជា third person singular ជាបរិបទទី3 ឯកវចនៈអញ្ចឹងហើយបានជា buzzes បាទទីនេះគឺយើង type es បាទ type es it buzzes loudly okay one more she watches television she watch television អញ្ចឹងយើងមើល watch នេះគឺជាពពួក verb មួយដែលវាបញ្ចប់ទៅដោយ she អញ្ចឹងកាលណាបើយើងប្រើវាជាមួយនឹងបរិបទទី3 ឯកវចនៈដែល she នេះអញ្ចឹង watch ទីនេះគឺយើង type es បាទអញ្ចឹងនៅក្នុងលក្ខខណ្ឌទី2នៃការប្រើប្រាស់ទៅលើពពួកverb ដែលបញ្ចប់ទៅដោយ s sh ch o h or z នេះគឺនៅពេលដែលយើងប្រើវាជាមួយនឹងបរិបទទី3ឯកវចនៈគឺយើងបន្ថែមណា es បាទឥឡូវយើងមើលចំណុចលេខ4ពាក់ព័ន្ធនឹង verb ending in voice នៅក្នុងការ present simple នៅពេលដែលយើងប្រើទម្រង់ positive ឬក៏ affirmative sentence នេះអញ្ចឹងកាលណាបើយើងប្រើកិរិយាសព្ទឥឡូវយើងមើលចំណុចរបស់វានេះគឺគេលើកឡើងមក for verbs endings in a consonant plus y okay change the voice to ies បាទអញ្ចឹងនៅក្នុងចំណុចកន្លែងលេខ4នេះលេខ3នេះគេថាម៉េចគេថាប្រសិនបើ verb ទាំងឡាយណាដែលវាបញ្ចប់ទៅដោយណាព្យញ្ជនៈហើយនៅខាងក្រៅព្យញ្ជនៈនេះគឺវាមាន y អញ្ចឹងនៅកន្លែងនេះដោយគេឲ្យយើង change ឬក៏បដូរ y នេះឲ្យទៅជា I ហើយ sometimes es ឥឡូវយើងមើលជា example she studies for her exam she study for her exam អញ្ចឹងយើងមើល study គឺជាពពួក verb មួយដែលវាបញ្ចប់ទៅដោយអក្សរ y study បាទ study នេះគឺជាពពួក verb ដែលវាបញ្ចប់ទៅដោយ y បាទ study បាទនេះគឺជា verb ដែលបញ្ចប់ដោយ y អញ្ចឹងនៅពេលណាដែលយើងប្រើពាក្យនេះជាមួយនឹង third person singular អញ្ចឹងគេឲ្យយើង change y នៅខាងក្រោយនេះ change y នេះដោយសារពីមុខ y នេះគឺមានព្យញ្ជនៈ d នេះគេដាក់ទៅជាព្យញ្ជនៈអញ្ចឹងគេឲ្យយើង change y ឲ្យទៅជាគេឲ្យទៅជា I ហើយសន្តិ es example like this okay she studies for exam អញ្ចឹង study នេះគឺយើង change y ឲ្យទៅជា I ហើយបានយើងថែម es បាទឥឡូវយើងមើលមួយទៀត he carries the grocery ណាអញ្ចឹងយើងមើល carry he carry នេះគឺជា verb មួយដែលវាបញ្ចប់ដោយ y ប៉ុន្តែនៅខាងមុខ y វាគឺជាព្យញ្ជនៈអញ្ចឹងហើយបានជាគេឲ្យយើង
change y នេះអាចទៅជា I ហើយសិមយើងដាក់ e es បាទ es ហើយនេះបើយើងធ្វើបែបហ្នឹងដោយសារតែពាក្យនេះគឺយើងប្រើវាជាមួយនៅគេជាមួយនឹងបរិបទទី3 a ក្បាច់ a ក្បាច់ចំណេះបាទឥឡូវយើងមើល one more it tries to work it tries to work អញ្ចឹង try ក៏ជាពពួក verb មួយដែលវាបញ្ចប់ដោយ y ដែរប៉ុន្តែខាងមុខ y គឺវាជាព្យញ្ជនៈ try អញ្ចឹងនៅកន្លែងនេះដោយយើង change y ឲ្យទៅជា I ហើយសូមយើងថែម es ហើយនេះវិញធ្វើបែបហ្នឹងដោយសារតែ it នេះវាជាពពួក third person singular អូខេ it tries to work បាទអូខេចំណុចចុងក្រោយគឺចំណុចលេខ4 for verb ending in or vowel plus y just add as អញ្ចឹងនៅក្នុងចំណុចទី4ឬក៏លក្ខខណ្ឌទី4នៃការប្រើប្រាស់វានេះមានន័យថាសម្រាប់ពពួក verb ទាំងឡាយណាដែលវាបញ្ចប់ទៅដោយស្រៈហើយបូកជាមួយនឹង y បាទមានន័យថានៅខាងមុខ y នេះគឺវាមានស្រៈអញ្ចឹងនៅកន្លែងនេះគឺយើងមិនចាំបាច់ change ទេគឺគ្រាន់តែថែម s មករួចជាការស្រេចឥឡូវយើងមើលជា example she enjoys បាទ enjoys playing the video game បាទ she enjoys playing video game បាទអញ្ចឹងយើងមើលនៅកន្លែងនេះ enjoys enjoy នេះគឺជា verb មួយដែលវាបញ្ចប់ដោយ y ក៏ប៉ុន្តែនៅខាងមុខ y នេះអក្សរ o នេះវាគឺជាស្រៈនៅក្នុងភាសាអង់គ្លេសគឺមាន5មាន a I o ណា a មាន a ដែលមាន a មាន I មាន e មាន o ហើយនឹង u បាទអញ្ចឹងទាំង5នេះគឺជាស្រៈនៅក្នុងភាសាអង់គ្លេសនេះគឺមាន5នេះឯងគឺមាន a I e o u បាទអញ្ចឹង o នេះគឺនៅខាងមុខ y អញ្ចឹង y បើសិនជាមាន o មានស្រៈនៅខាងមុខដូចជាកិរិយាសព្ទនេះអញ្ចឹងនៅពេលណាដែលយើងប្រើវាជាមួយនឹងបរិបទទី3គឺយើងមិនចាំបាច់ change y ទេគឺយើងថែម s មកដោយស្វ័យប្រវត្តិបាទយើងថែម s មកតែម្ដងរួចជាការស្រេចបាទអូខេ one more last one យើងមើលនៅកន្លែងខាងក្រោមប្រយោគនេះ he plays the piano បាទ the piano he plays the piano ឥឡូវយើងមើល play គឺជា verb មួយដែលវាបញ្ចប់ទៅដោយអក្សរ y ហើយនៅខាងមុខ y នេះគឺវាមានអក្សរ a នេះគឺជាស្រៈអញ្ចឹងកាលណាបើខាងមុខ y នេះវាមានស្រៈនៅខាងមុខ y ដូច្នេះអញ្ចឹងនៅកន្លែងនេះយើងមិនចាំបាច់ change y ឲ្យទៅជា I ទេគឺយើងថែម s មកតែម្ដងមកគឺយើងថែម s មកតែម្ដងដូចជាការស្រេចអូខេ example he plays the piano បាទអញ្ចឹងនៅកន្លែងនេះគឺជាលក្ខខណ្ឌនៃការប្រើប្រាស់ទៅលើពពួកកិរិយាសព្ទដែលវាមានទី1គឺជាទូទៅកិរិយាសព្ទគឺយើងប្រើជាមួយនឹងបរិបទទី3 ឯកវចនៈគឺយើងថែម s ដោយស្វ័យប្រវត្តិតែម្ដងបាទដោយស្វ័យប្រវត្តិហើយទី2គឺសម្រាប់ពពួកកិរិយាសព្ទទាំងឡាយណាដែលប្រើជាមួយបរិបទទី3 ឯកវចនៈគឺមានបញ្ចប់ទៅដោយ s sh ch o h ហើយនឹង z អញ្ចឹងគឺយើងត្រូវថែម es ហើយចំណុចលេខ3នេះគឺពពួកកិរិយាសព្ទដែលវាបញ្ចប់ដោយ y ក៏ប៉ុន្តែនៅខាងមុខ y នេះគឺជាព្យញ្ជនៈនៅកន្លែងនេះគេតម្រូវឲ្យយើង change y ឲ្យទៅជា I សូមថែម es ហើយចំណុចចុងក្រោយគេគឺចំណុចលេខ4គឺពពួក verb ទាំងឡាយណាដែលវាបញ្ចប់ទៅដោយស្រៈហើយនឹងព្យញ្ជនៈ y អញ្ចឹងកាលណាបើសិនជានៅខាងមុខ y នេះគឺវាមានស្រៈមានជាស្រៈបាទមានជាស្រៈដូចខ្ញុំលើកឡើងមកអញ្ចឹងមាន a I e o u អញ្ចឹងនៅក្នុង y អញ្ចឹងយើងមិនចាំបាច់change y ឲ្យទៅជា I ទេនៅពេលដែលយើងប្រើវាជាមួយនឹង third person singular មាន he she នោះគឺយើង
type S មកតែម្ដងរួចជាការស្រេចមិនចាំបាច់ change y ទេគឺយើង type S មកតែម្ដងដូចជាកិរិយាសព្ទដែលខ្ញុំបានលើកជាឧទាហរណ៍ដូចជា enjoys ដូចជា play ដូចជា stay បាទហើយហ្នឹងគឺពពួកហ្នឹងគឺសុទ្ធតែពពួកកិរិយាសព្ទដែលវាបញ្ចប់ដោយ y ក៏ប៉ុន្តែនៅខាងមុខ y នោះគឺជាស្រេចម្ល៉េះហើយយើងប្រើជាមួយនឹងបរិបទទី3យើងមិនចាំបាច់ change y ទេគឺយើង type S មកតែម្ដងមករួចជាការស្រេចបាទអញ្ចឹងគឺមានប្រព័ន្ធសូមកណ្ណាគុំចាស់អាចទៅសិក្សាស្រាវជ្រាវបន្ថែមបន្តទៀតណាដើម្បីឲ្យបានការយល់ដឹងហ្នឹងកាន់តែមានការអឺស៊ីជម្រៅហើយនឹងទូលំទូលាយកណានេះគឺគ្រាន់តែខ្ញុំកណាលើកមកដើម្បីជាគតិសម្រាប់គុណម្ចាស់យកទៅសិក្សាស្រាវជ្រាវបន្តបាទសូមអរព្រគុណនិងសូមអរគុណបាទ